រ៉ូម៉ាំង2យើងត្រូវរៀនពីគំរូរបស់ព្រះអង្គម្ចាស់ដែលដំណើរជីវិតលាក់កំបាំងក្នុងការយាងឡើងទៅលើភ្នំដោយឡែកដើម្បីនឹងអធិដ្ឋានម៉ាថាយចំពុក14ខ23ប្រធានបទលូកាចំពុក6ខ12ក៏ព្រះអង្គម្ចាស់មិនបាននៅក្នុងការអស្ចារ្យជាមួយហ្វូងមនុស្សការអស្ចារ្យនៃការចំអែតមនុស្ស 5000 នាក់ឥតរាប់ពួកស្រីនិងកូនក្មេងនោះទេប៉ុន្តែព្រះអង្គបានយាងចាកចេញពីពួកគេដោយឡែកដើម្បីនៅជាមួយព្រះវរបិតានៅលើភ្នំក្នុងសេចក្តីអធិដ្ឋានម៉ាថាយចំពុក14ខ14ដល់ខ23 1ព្រះអង្គម្ចាស់បានបង្ខំឲ្យពួកសិស្សទុកព្រះអង្គចោលដើម្បីឲ្យព្រះអង្គមានពេលវេលាកាន់តែច្រើនដើម្បីអធិដ្ឋានដោយឡែកជាមួយព្រះវរបិតាខ22 23 2ព្រះអង្គត្រូវអធិដ្ឋានដោយឡែកជាមួយព្រះវរបិតាដែលគង់នៅឯឋានសួគ៌ដើម្បីឲ្យព្រះអង្គអាចជាតែមួយនឹងព្រះវរបិតានិងមានព្រះវរបិតាគង់ជាមួយទ្រង់ក្នុងអ្វីទាំងអស់ដែលព្រះអង្គធ្វើនៅលើផែនដីសម្រាប់ការតាំងនគរឋានសួគ៌ព្រះអង្គបានអធិដ្ឋាននៅលើភ្នំមិនមែននៅក្នុងព្រៃទេព្រះអង្គបានចាកចេញពីមនុស្សទាំងអស់សូម្បីតែចាកចេញពីពួកសិស្សរបស់ទ្រង់ដើម្បីឲ្យព្រះអង្គនៅតែអង្អែងក្នុងការតាក់ទងព្រះវរបិតាខយើងគួរឲ្យតម្លៃឃ្លាទាំង3នេះនៅជាមួយព្រះវរបិតានៅលើភ្នំនិងនៅក្នុងសេចក្តីអធិដ្ឋាន1ការអធិដ្ឋានជាមួយអ្នកដទៃគឺល្អប៉ុន្តែជាញឹកញាប់យើងត្រូវអធិដ្ឋានដោយខ្លួនឯងនៅពេលយើងអធិដ្ឋានជាមួយអ្នកដទៃយើងមិនអាចទទួលអំណរព្រះអង្គម្ចាស់យ៉ាងជ្រាលជ្រៅដូចពេលយើងអធិដ្ឋានទៅកាន់ព្រះអង្គម្ចាស់ផ្ទាល់ខ្លួននោះទេ2សូម្បីតែព្រះអង្គម្ចាស់យេស៊ូវក៏បានមានបន្ទូលប្រាប់យើងដែរថានៅពេលយើងអធិដ្ឋានយើងគួរបិទទ្វារដោយឡែកហើយអធិដ្ឋានទៅកាន់ព្រះវរបិតាដែលទតឃើញក្នុងទីលាក់កំបាំងចំពុក6ខ6បន្ទាប់មកយើងនឹងមានអារម្មណ៍ថាព្រះអង្គស្និទ្ធស្នាលជាមួយយើងហើយយើងនៅចិត្តត្រង់ប៉ុណ្ណា3យើងត្រូវរៀនចាកចេញពីហ្វូងមនុស្សគ្រួសារមិត្តភ័ក្តិនិងពួកបរិសុទ្ធនៅក្នុងក្រុមជំនុំដើម្បីឡើងទៅកាន់កម្រិតខ្ពស់នៅលើភ្នំខ្ពស់យើងត្រូវតែញែកដាច់ពីហ្វូងមនុស្សនិងអ្វីដែលជារបស់ផែនដីដើម្បីជាតែមួយនឹងព្រះវរបិតាដោយឡែកនិងដោយសម្ងាត់ដើម្បីមានការប្រកបដ៏ស្និទ្ធស្នាលជាមួយទ្រង់សប្តាហ៍ទី5ថ្ងៃពុធការបម្រុងចិញ្ចឹមនៅពេលព្រឹកម៉ាថាយចំពុក14ខ23លុះបានឲ្យគេទៅផុតអស់ហើយនោះទ្រង់យាងឡើងលើភ្នំដោយឡែកដើម្បីនឹងអធិដ្ឋានលុះពេលប្រលប់ហើយទ្រង់ក៏នៅទីនោះតែមួយអង្គទ្រង់លូកាចំពុក6ខ12ទ្រង់ចេញទៅឯភ្នំដើម្បីនឹងអធិដ្ឋានរួចទ្រង់អធិដ្ឋានដល់ព្រះដរាបទល់ភ្លឺបន្ទាប់ពីទ្រង់បានសម្ដែងការអស្ចារ្យក្នុងការចំអែតមនុស្ស 5000 នាក់ព្រះអង្គម្ចាស់បានយាងឡើងទៅឯភ្នំដោយឡែកដើម្បីអធិដ្ឋានម៉ាថាយចំពុក14ខ23ព្រះអង្គម្ចាស់មិនបាននៅក្នុងលទ្ធផលនៃការអស្ចារ្យជាមួយហ្វូងមនុស្សទេ
ប៉ុន្តែទ្រង់បានយាងចាកចេញពីពួកគេដើម្បីនៅជាមួយព្រះវរបិតាដោយឡែកនៅលើភ្នំក្នុងការអធិដ្ឋានបើយើងទៅកន្លែងណាមួយហើយមានភាពជោគជ័យដ៏អស្ចារ្យតើយើងនឹងចាកចេញពីកន្លែងនោះភ្លាមឬនឹងនៅទីនោះដើម្បីទទួលអំណរនិងភាពជោគជ័យដ៏អស្ចារ្យនេះយើងត្រូវតែមើលឃើញនិងតាមគំរូរបស់ព្រះអង្គម្ចាស់យេស៊ូវព្រះអង្គមិនបានគង់នៅក្នុងលទ្ធផលនៃការអស្ចារ្យដ៏អស្ចារ្យដែលទ្រង់បានធ្វើនោះទេប៉ុន្តែបានយាងឡើងទៅឯភ្នំដោយឡែកដើម្បីអធិដ្ឋានពាក្យថាដោយឡែកនេះមានន័យច្រើនណាស់ករណីនេះមានន័យថាព្រះអង្គមិនបានអនុញ្ញាតឲ្យមនុស្សទាំងនេះដឹងថាព្រះអង្គកំពុងយាងទៅអធិដ្ឋាននោះទេព្រះអង្គបានយាងចាកចេញពីពួកគេដើម្បីនៅជាមួយព្រះវរបិតាដោយឡែកក្នុងការអធិដ្ឋានខ្ញុំចូលចិត្តឃ្លាទាំង3នេះនៅជាមួយព្រះវរបិតានៅលើភ្នំនិងនៅក្នុងសេចក្តីអធិដ្ឋានយើងគួររៀនពីគំរូរបស់ព្រះអង្គម្ចាស់នៅទីនេះដោយការវឹកហាត់ស្ថិតនៅជាមួយទ្រង់នៅលើភ្នំក្នុងការអធិដ្ឋានការដែលទ្រង់ងើបទតទៅមេឃទៅលើមេឃមានន័យថាទ្រង់មិនជឿទុកចិត្តលើព្រះអង្គផ្ទាល់នោះទេការដែលទ្រង់យាងឡើងទៅឯភ្នំមានន័យថាទ្រង់មានព្រះハរតីចង់នៅជាមួយព្រះវរបិតាក្នុងការអធិដ្ឋានអំណានថ្ងៃនេះការអធិដ្ឋានជាមួយអ្នកដទៃគឺល្អប៉ុន្តែជាញឹកញាប់យើងត្រូវអធិដ្ឋានដោយខ្លួនឯងនៅពេលយើងអធិដ្ឋានជាមួយអ្នកដទៃយើងមិនអាចទទួលអំណរព្រះអង្គម្ចាស់យ៉ាងជ្រាលជ្រៅដូចពេលយើងអធិដ្ឋានទៅកាន់ព្រះអង្គម្ចាស់ផ្ទាល់ខ្លួននោះទេសូម្បីតែព្រះអង្គម្ចាស់យេស៊ូវក៏បានមានបន្ទូលប្រាប់យើងដែរថានៅពេលយើងអធិដ្ឋានយើងគួរបិទទ្វារដោយឡែកហើយអធិដ្ឋានទៅកាន់ព្រះវរបិតាដែលទតឃើញក្នុងទីលាក់កំបាំងម៉ាថាយចំពុក6ខ6បន្ទាប់មកយើងនឹងមានអារម្មណ៍ថាព្រះអង្គស្និទ្ធស្នាលជាមួយយើងហើយយើងនៅចិត្តត្រង់ប៉ុណ្ណាយើងត្រូវរៀនចាកចេញពីហ្វូងមនុស្សគ្រួសារមិត្តភ័ក្តិនិងពួកបរិសុទ្ធនៅក្នុងក្រុមជំនុំដើម្បីឡើងទៅកាន់កម្រិតខ្ពស់នៅលើភ្នំខ្ពស់យើងត្រូវតែទៅកាន់កន្លែងខ្ពស់និងឆ្ងាយពីរឿងខាងផែនដីដែលស្ថិតនៅកម្រិតទាបជាងនីតិនេះយើងត្រូវតែទៅដល់កម្រិតខ្ពស់ជាងដែលបានញែកដាច់ពីហ្វូងមនុស្សឲ្យបាននៅជាមួយព្រះវរបិតាដោយឡែកនិងដោយសម្ងាត់ដើម្បីមានការប្រកបដ៏ស្និទ្ធស្នាលជាមួយទ្រង់នេះគឺជាអត្ថន័យសំខាន់នៃការស្ថិតនៅលើភ្នំក្នុងការអធិដ្ឋានយើងត្រូវតែមកពិចារណាថាហេតុអ្វីបានជាព្រះអង្គម្ចាស់យេស៊ូវយាងឡើងទៅកាន់ភ្នំភ្លាមបន្ទាប់ពីការអស្ចារ្យនេះយូហានចំពុក6ខ27បានផ្ដល់ហេតុផលដល់យើងខនេះចែងថាបន្ទាប់ពីសម្ដែងការអស្ចារ្យព្រះអង្គម្ចាស់មានបន្ទូលថាកុំឲ្យខំប្រឹងឲ្យបានតែអាហារដែលតែងតែពុករលួយនោះឡើយចូលខំឲ្យបានអាហារដែលនៅស្ថិតថេរដរាបដល់ជីវិតអស់កលជានិច្ចជាអាហារដែលកូនមនុស្សនឹងឲ្យមកអ្នករាល់គ្នាត្បិតគឺកូនមនុស្សនេះហើយដែលព្រះវរបិតាដ៏ជាព្រះទ្រង់បានដៅចំណាំទុកព្រះអង្គម្ចាស់មានបន្ទូលទៅកាន់មនុស្សទាំងនោះដោយព្រះអង្គបានចំអែតថាកុំឲ្យស្វែងរកអាហារដែលតែងតែពុករលួយនោះឡើយតែចូលស្វែងរកអាហារដែលនៅថិតថេរដល់រាបដល់ជីវិតអស់កលជានិច្ចវិញខ្ញុំជឿថាព្រះអង្គម្ចាស់យេស៊ូវបានយាងឡើងទៅកាន់ភ្នំដើម្បីអធិដ្ឋានដូចតទៅនេះថាអូព្រះវរបិតាអើយទូលបង្គំអធិដ្ឋានទៅកាន់ព្រះអង្គ
ក្រោមព្រះពររបស់ទ្រង់ព្រះអង្គបានចំអែតមនុស្ស 5,000 នាក់តាមរយៈព្រះពររបស់ទ្រង់ប៉ុន្តែអោព្រះបិតាអើយពួកគេកំពុងស្វែងរកតែអាហារដែលតែងតែពុករលួយប៉ុណ្ណោះទូលបង្គំសង្ឃឹមលើព្រះអង្គថាព្រះអង្គនឹងប្រទានពរដល់ពួកគេឲ្យពួកគេនឹងស្វែងរកអាហារដែលនៅស្ថិតថេរដល់រាបដល់ជីវិតអកលជានិច្ចវិញអូព្រះបិតាអើយព្រះអង្គជ្រាបថាទូលបង្គំគឺជាអ្នកដែលព្រះអង្គបានចាត់បញ្ជូនមកមានតែទូលបង្គំម្នាក់គាត់ដែលអាចប្រទានអាហារដែលនៅស្ថិតថេរដល់រាបដល់ជីវិតអកលជានិច្ចដល់ពួកគេប៉ុន្តែពួកគេមិនស្គាល់ទូលបង្គំតាមបែបនេះឡើយពួកគេដឹងត្រឹមតែថាទូលបង្គំអាចសម្ដែងការអស្ចារ្យដើម្បីចំអែតពួកគេដោយអាហារផ្នែករូបធាតុប៉ុណ្ណោះពួកគេមិនដឹងថាមានតែទូលបង្គំម្នាក់គាត់ដែលអាចប្រទានអាហារដែលនៅស្ថិតថេរដល់រាបដល់ជីវិតអកលជានិច្ចដល់ពួកគេនោះទេខ្ញុំជឿថាព្រះអង្គម្ចាស់បានអធិដ្ឋានដូច្នេះដើម្បីប្រទានពរដល់ពួកគេកាន់តែច្រើនដោយសារមូលហេតុនេះទើបព្រះអង្គមានការបង្រៀនមួយប្រការទៀតក្នុងយូហានចំពុក6ក្នុងយូហានចំពុក6ព្រះអង្គម្ចាស់បានបើកសម្ដែងថាព្រះអង្គគឺជានំប៉័ងដែលចុះមកពីឋានសួគ៌ដែលជានំប៉័ងជីវិតចុងក្រោយព្រះអង្គមានបន្ទូលថានំប៉័ងនេះគឺជាព្រះបន្ទូលរបស់ទ្រង់ឯពាក្យដែលខ្ញុំនិយាយនឹងអ្នករាល់គ្នានោះត្រូវខាងវិញ្ញាណនិងជីវិតវិញខ63យូហានចំពុក3ខ34ចែងថាព្រះអង្គគឺជាព្រះដែលមានបន្ទូលតាមព្រះបន្ទូលនិងមិនប្រទានព្រះវិញ្ញាណមកដោយមានកម្រិតទេការស្គាល់ព្រះអង្គបែបនេះតម្រូវឲ្យមានការបើកសម្ដែងហេតុនេះហើយទើបព្រះអង្គបានអធិដ្ឋានសម្រាប់ពួកគេដោយឡែកនៅលើភ្នំអេមែន